chẳng bị thò mà chết bao nhiêu khai prang ăn bên tật tì xa khai prang khai này cứ vì cái đặc lệ cho máu chẳng vì thua đầy những smooth hay ăn bên plieng chẳng thua tật sọ chẳng chỉ thò mà đá khai này cứ trẻ chẳng cứ tray làng lúng nhưng thua làng lúng làng ở đây hay dựng đá bài tray bài anh chẳng á nơi nằm bòn tam thò mà chết thì chẳng tại bom bồn khơi chẳng xài phơi ní mình xài khai với đâu vốn vì chỉ xài phơi xế phơi rọt chừng nữa to tới thom mắc là mấy quạt tới tăng ti cả lại bơm tật được đâu chẳng còn miền mà tới bơm tật nát thông vào quạt là mấy bơm tật sỏi sọm đầy sai vào quạt chẳng anh ấy chỉ cả thưa cả cam tam bài propol và cam chẳng miền ấy thì miền tập bản năng bong phố này trong comment trên địa tha thì bài đấy còn thà thì mới nhầm tròn tay microphone tàu là microphone này bạt sái chẳng ta vi chập sợi bàn chỉ bảo on thì bên cái trong đạo microphone đó này nông crom ao dư bật nhom nhẹ chẳng ăn khơi microphone thì ok chẳng bóng bóng khơi này hết thằng này cứ này prang sọt tại mà đón chẳng một bóng phone này đã ngò tháng sai prang sai và xa nó mưa mấy bóng phone mưa vìនេះគឺបង្ហាញពីការប្រៀបធៀបគ្នាតែម្ដងខាងនេះគឺស្ងួតចាស់មានថាម្ចាស់ដីខាងនេះក៏អត់បានធ្វើស្រែប្រាំងទេគាត់ឲ្យទៅប្រាំងតាមដំណើរគាត់ធ្វើតែស្រែភាសាអញ្ចឹងមានថាគាត់ច្រូតអីហើយគឺអស់ហើយស្ងួតចាស់តែម្ដងដល់ហើយឆ្លងមកផុតតែមកភ្លឺស្រែនេះខ្លាចជាស្រែប្រាំងដែលមានទឹកនៅក្នុងរដូវប្រាំងអានេះមានទឹកនៅក្នុងរដូវវស្សាហើយអាលើនេះគេហៅថាភ្លឺស្រែអញ្ចឹងក្មេងៗជំនាន់ក្រោយស្គាល់ណាស់ហៅភ្លឺស្រែភ្លឺស្រែគឺជាស្អីភ្លឺស្រែគឺជាទំនប់មួយដែលគេទប់រវាងព្រំមទល់ស្រែនីមួយអាចថាជាស្រែដកកនិងម្ចាស់ខឬអាចក៏ជួនកាលខ្លះហ្នឹងទំនាបខុសគ្នាណាសន្តានដីខុសគ្នាក៏គាត់មានភ្លឺដែរដើម្បីទប់ទឹកកុំឲ្យទឹកហ្នឹងវាហូរមកខ្លាំងពេកអញ្ចឹងធ្វើស្រែយើងមកជាហៀងនឹងទឹកមកជាហៀងនឹងគោកអញ្ចឹងពេលខ្លះម្ចាស់តែមួយទេប៉ុន្តែគេហៅស្រែលើស្រែក្រោមអញ្ចឹងណាអញ្ចឹងអានេះក៏ជាបទពិសោធន៍មួយដែរតកតងនឹងការធ្វើស្រែអញ្ចឹងបងប្អូនក្មេងៗជំនាន់ក្រោយគួរតែដឹងខ្លះតកតងនឹងអ្នកស្រែអ្នកស្រុកស្រែថាគាត់ធ្វើស្រែវាម៉េចពីមុនមកយើងមានការភ្ជួរដោយសត្វគោហើយនឹងនាងកអញ្ចឹងទៅឥឡូវយើងភ្ជួរជាមួយនឹងត្រាក់ទ័រតែនៅតែប្រើពាក្យភ្ជួរដដែលទេបន្ទាប់ពីភ្ជួរមកយើងទៅតែរាស់អញ្ចឹងរាស់ពីមុនមកគឺយើងប្រើរនាស់ដើម្បីរាស់ជាមួយនឹងសត្វគោដែរអញ្ចឹងការភ្ជួររបស់យើងនៅស្រុកខ្មែរយើងពីមុនមកយើងប្រើសត្វគោចំនួន2ក្បាលស្មើនឹង1នឹមតែឥឡូវនេះអត់ទេគឺយើងប្រើត្រាក់ទ័រមួយនិងតកង់មួយអញ្ចឹងណាអូខេអញ្ចឹងវាមិនខុសគ្នាទេហើយពីមុនមកយើងប្រើយុទ្ធសាស្ត្រនៃការដាំដុះស្រូវហ្នឹងគឺប្រើដោយសាបគេហៅសាបព្រោះណាអញ្ចឹងថាភ្ជួររស់ហើយធ្វើដីឲ្យស្អាតគេចាប់ដើមយកពូជហ្នឹងទៅសាបគឺយើងបាចគ្រាប់ពូជនៅឲ្យស្មើដៃគ្នានៅលើដីដែលយើងធ្វើស្រាប់ហ្នឹងឲ្យស្អាតទៅរហូតដល់សំណាបឡើងកម្ពស់ល្មមអាចថាដកបានគេថាជាសំណាបហើយហ្នឹងអាចដកបានគេដកហើយគេចងគេកាត់ចុងវាចោលហើយបន្ទាប់គេស្ទូងអានេះខ្ញុំ highlight បន្តិចណាតើតើនឹងការធ្វើស្រែហើយបច្ចុប្បន្នគឺយើងដូរច្រើនមានថាគេឡើងសាំញ៉ាំដូចមុនទៀតហើយមានថាគេធ្វើលឿនបានផលវាតិចជាងមុនមែនតែគេធ្វើអាចធ្វើបានច្រើនដងគឺគេប្រើត្រាក់ទ័រដើម្បីធ្វើដីភ្ជួររាស់ហ្នឹងធ្វើដីឲ្យស្អាតបន្ទាប់មកគេចាប់ដើមព្រោះដូចគ្នាព្រោះដូចយើងសាមអញ្ចឹងធ្វើតែម្ដងហ្នឹងទេអត់ដកចេញទេអញ្ចឹងគេពេលគេព្រោះហ្នឹងគឺសំណាបហ្នឹងคล้ายជាបើពីមុនគេហៅថាស្ទូងគេហៅថាជាសន្ទូងឥឡូវនេះអត់ទេសំណាបនេះគេហៅស្រែពង្រួសហ្នឹងគឺคล้ายទៅជាស្រែស្រូវរហូតដល់ច្រូតកាត់ក៏គេប្រើត្រាក់ទ័រដើម្បីកាត់ច្រូតទៀតដែរអញ្ចឹងការប្រើត្រាក់ទ័រហ្នឹងគឺវាលឿនប៉ុន្តែវាអាចនឹងបាត់បង់ខ្លះទិន្នផលខ្លះអាចបាត់បង់ដោយសារអីស្រូវយើងបច្ចុប្បន្នយើងធ្វើរៀងស្រោតដោយសារថានៅស្រូវទុំស្រូវចាប់ដើមធ្វើទុំទៅវាស្រែខ្លះនៅទឹកច្រើនអញ្ចឹងធ្វើស្រូវវាធ្ងន់ខ្លាំងវាធ្លាក់ចូលទឹកអញ្ចឹងត្រាក់ទ័រវាអាចជោគអស់ទេនៅក្នុងទឹកហ្នឹងណាតែបើមនុស្សយើងអាចនឹងព្យាយាមយកបានទាំងអស់អានេះជាភាពខុសគ្នារវាងមនុស្សនិងម៉ាស៊ីនណាម៉ាស៊ីនលឿនប៉ុន្តែវាអាចនឹងសម្រាប់ការធ្វើកសិកម្មវាអាចនឹងបាត់បង់ផលទិន្នផលមួយចំនួនអញ្ចឹងហើយស្រូវអង្ករក៏វាអាចនិយាយបានថាមិនសូវឆ្ងាញ់ដូចយើងធ្វើតតដៃដែរដោយសារតតដៃយើងពេលខ្លះក្នុងមួយស្រែហ្នឹងវាកន្លែងទំនាបវាអាចនឹងក្រទុំជាងស្រូវមានថាវានៅធ្វើខ្លួនស្លឹកច្រើន
ចឹងវាក្រទុំចឹងអ្នកច្រូតក៏អាចនឹងច្រូតម្ដងមួយចំហៀងក៏ថាបានដែរពេលខ្លះតែសម្រាប់ការងារម៉ាស៊ីនពេលខ្លះយើងជួលគេម្ដងគឺចុះតែមកប្រាវហ្នឹងគឺម៉ៅណាអញ្ចឹងធ្វើឲ្យការឈិនឆៃតិចការងារនេះឈិនឆៃអូខេអញ្ចឹងចឹងគ្រាន់ជាការ highlight តាក់ទងជាមួយនឹងគេហៅថាការកសិកម្មមួយចំនួនដែលខ្ញុំមិនមែនជាអ្នកកសិកម្មពេញលេញទេគ្រាន់តែជាក្មេងដែលកើតចេញពីគ្រួសារកសិករនៅខាងខេត្តកំពង់ស្ពឺអញ្ចឹងពេលនៅក្មេងគឺមិនថាក្មេងណាក្មេងនេះទេឲ្យតែនៅស្រុកស្រែចម្ការគឺគាត់ត្រូវតែដឹងត្រូវតែចេះត្រូវតែយល់ពីការធ្វើស្រែចម្ការជាមួយនឹងឪពុកម្ដាយអញ្ចឹងការចូលរួមច្រើនអញ្ចឹងហើយបានជាក្មេងៗជំនាន់មុនគឺពួកគាត់ហាត់ពុតលត់ដំបានច្រើនតាក់ទងនឹងការងារហត្ថកម្មការងារប្រើដៃប្រើដោយកម្លាំងអញ្ចឹងធ្វើឲ្យគាត់ធំធាត់ទៅគាត់មានភាពរឹងមាំនិងមានបំណិនជីវិតល្អអញ្ចឹងទន្ទឹមនេះដែរសូមចែករំលែកតែប៉ុណ្ណេះហើយសូមជូនពរដល់បងប្អូនទាំងអស់គ្នាដែលទើបតែចូលឆ្នាំថ្មីថ្ងៃនេះគឺថ្ងៃទី1ខែមករាឆ្នាំ2026ជាឆ្នាំថ្មីបើកសករាជថ្មីអញ្ចឹងជុំមិញអត់ដឹងថាបងប្អូននៅទីក្រុងភ្នំពេញគាត់អបអរយ៉ាងម៉េចទេតែសម្រាប់ខ្ញុំគឺខ្ញុំមកស្រែគឺអត់បានអបអរទេល្ងាចពេកហើយអញ្ចឹងសម្រាប់តាំងម៉ោង10អញ្ចឹងឆ្នាំនេះយើងឆាចោលយើងប្រគ្រប់កិច្ចទៅចូលឆ្នាំមិនតែយើងអត់បានប្រពៃពិធីអីធំដុំទេដោយសារថារាជរដ្ឋាភិបាលយើងក៏លោកបានហាម5ទាក់ទងនឹងការប្រើប្រាស់បាញ់កំជ្រួចជាដើមណាអញ្ចឹងយើងនៅតែចូលឆ្នាំប៉ុន្តែយើងអត់សំដែងនៅការសប្បាយក្អាកក្អាយជ្រុលហេតុដោយសារយើងទៅតែឆ្លងផុតនៅបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងហើយវីរៈកងទ័ពរបស់យើងទាំង18នាក់ក៏ទៅតែនឹងដោះលែងមកអញ្ចឹងមិនមែនយើងគ្រាន់តែឃើញរូបភាពប៉ុណ្ណឹងយើងសុខសាន្តត្រានហើយយើងភ្លេចខ្លួនណាអញ្ចឹងទន្ទឹមនេះក៏ដែរយើងគួរតែពង្រឹងទាំងអស់គ្នាមិនថាសមត្ថភាពឬក៏វិស័យផ្សេងៗយើងត្រូវតែពង្រឹងទាំងអស់គ្នាជាពិសេសគឺការងារការពារជាតិណាខ្ញុំសូមបណ្ដឹងចុះហើយនេះគ្រាន់ជាការ highlight តាក់ទងនឹងវាស្រែឥឡូវចូលដល់រឿងផ្សេងអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាហើយជួបគ្នានៅវីដេអូក្រោយតាក់ទងនឹងធានបទផ្សេងអរគុណច្រើនជំរាបលា